ខ្ញុំឈ្មោះសនសុខាជាប្រធានមន្ត្រីកិច្ចការនារីខេត្តស្ទឹងត្រែងខ្ញុំកើតនៅឆ្នាំ1967ខ្ញុំចាប់ផ្ដើមចូលរៀននៅឆ្នាំ1979ជីវិតកូនកសិករជួចចត់នៅពេលដែលប្រឡងគេមានខោអាវស្អាតពួកខ្ញុំក៏អត់មានទេខ្ញុំពាក់ស្បែកជើងកង់ឡានចូលប្រឡងប្រទេសកម្ពុជាយើងគឺចាប់ផ្ដើមមានសន្តិភាពនៅឆ្នាំ1998ពេលហ្នឹងខ្ញុំចាប់ផ្ដើមមានគំនិតព្រួយផ្ដើមដោយខ្លួនឯងហើយចឹងខ្ញុំក៏បដិញ្ញាចិត្តពេលយប់ម៉ោង6យប់ខ្ញុំពេលដែលចប់ការងារនៅកន្លែងធ្វើការខ្ញុំជិះឡានទៅរៀននៅទីក្រុងភ្នំពេញរហូតដល់បានចប់ Master ស្ត្រីយើងវាមានចំនួនតិចនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តយើងមើលស្ត្រីរបស់យើងនៅតាមសហគមន៍គាត់មិនសូវមានឱកាសក្នុងការចូលរួមទេក្មេងស្រីតេតូននឹងការសម្រេចចិត្តរបស់ពួកគាត់គឺមានផ្នត់គំនិតទាំងគ្រួសារទាំងសហគមន៍គាត់នៅមានបញ្ហាខ្លះៗដែរនៅតាមសហគ្រាសក្រុមហ៊ុនឬមួយក៏មុខងារសាធារណៈយើងតែងតែលើកឡើងថាសូមឲ្យគាត់មានស្ត្រីក្នុងជួរជាអ្នកដឹកនាំក្មេងស្រីរៀនអត់បានចប់ដើមពិសេសសំខាន់ទៀតយើងឃើញគ្រួសារមិនអាចឲ្យកូនគាត់ទៅឆ្ងាយទេការលំបាកដែលឪពុកម្ដាយមិនឲ្យមកគឺបានន័យថាផ្នត់គំនិតរបស់គាត់ទី1ទី2ទៀតគាត់មានការឆ្ងាយហើយការស្នាក់នៅរបស់កូនរបស់គាត់អត់មានទេចំពោះក្មេងស្រីក៏ដូចជាសិស្សនៅក្នុងសាលាយើងតែងតែធ្វើការងារជាមួយគាត់នៅក្តីស្រមៃនៅពេលដែលគាត់រៀនចប់តើគាត់មានគំនិតធ្វើអីខ្លះហើយគាត់ចង់ចាប់យកអាជីពអីពួកគាត់ថាពីមុនពួកគាត់រៀនសូម្បីតែនិយាយក៏អត់ហ៊ានដែរតែឥឡូវវាប្លែកខ្ញុំមើលទៅពួកគាត់នឹងខ្លាយទៅជាអ្នកដឹកនាំហើយមានភាពក្លាហានឡើងនិយាយជាសាធារណៈមុខមនុស្សរាប់ពាន់នាក់បានចឹងខ្ញុំសង្ឃឹមចុងក្រោយរបស់ខ្ញុំថាក្មេងស្រីថ្ងៃនេះថ្ងៃស្អែកនឹងខ្លាយទៅជាអ្នកដឹកនាំ